ថាមពលរបស់អ្នកបង្កើតបាននៅពិភពលោករបស់អ្នកនៅពេលអ្នកគិតដោយចិត្តសប្បុរសនិយាយដោយទន់ភ្លន់និងប្រព្រឹត្តដោយក្តីស្រឡាញ់មានន័យថាអ្នកកំពុងតាក់ទាញពន្លឺឲ្យមករកអ្នកតាមធម្មជាតិមនុស្សត្រូវបានតាក់ទាញទៅរកថាមពលអវិជ្ជមានប្រសិនបើអ្នកធ្វើដំណើរអមដោយសេចក្តីសុខនៅក្នុងចិត្តរបស់អ្នកដទៃក៏មានអារម្មណ៍ដូចគ្នានឹងអ្នកដែរភាពអវិជ្ជមានរុញច្រានពន្លឺឲ្យចេញឆ្ងាយពីអ្នកប៉ុន្តែភាពវិជ្ជមានតាក់ទាញពន្លឺឲ្យកាន់តែខិតជិតមករកអ្នកនៅពេលអ្នកចែករំលែកពន្លឺឲ្យទៅដល់អ្នកដទៃកាន់តែច្រើនអ្នកក៏កាន់តែទទួលបានពន្លឺកាន់តែច្រើនដូចគ្នារាល់ស្នាមញញឹមចិត្តសប្បុរសនិងការប្រព្រឹត្តប្រកបដោយក្តីសង្ឃឹមវាប្រៀបដូចជាពន្លឺភ្លើងទៀនដែលស្ថិតនៅក្នុងទីងងឹតអ្នកមិនចាំបាច់ជាមនុស្សល្អឥតខ្ចោះទេគ្រាន់តែជាមនុស្សស្មោះត្រង់និងមានចិត្តសប្បុរសទៅបានហើយចូលចងចាំថាពន្លឺចែងចាំងមិនចាំបាច់ប្រយុទ្ធប្រឆាំងនឹងភាពងងឹតនោះទេវាគ្រាន់តែបញ្ចេញពន្លឺនិងធ្វើជាពន្លឺឲ្យភ្លឺច្បាស់នោះអ្នកនឹងឃើញថាតើភាពស្រស់ស្អាតនៃពន្លឺវានឹងវិលត្រឡប់មករកអ្នកដូចម្ដេច